ព្រះរាជក្រមយើងព្រះបាទសម្ដេចព្រះនរោត្តមសីហនុវរ្ម័នរាជហរិវង្សឧបតោសុជាតវិសុទ្ធិពង្សអគ្គមហាបរោះរដ្ឋនិករោត្តមធម្មឹកមហារាជាធិរាជបរមនាថបរមបពិតព្រះចៅក្រុងកម្ពុជាធិបតីយោងតាមមាត្រាទី135និង136នៃជំពូក14ស្តីអំពីអន្តរបញ្ញត្តិនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាអនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី21ខែកញ្ញាគ្រិស្តសករាជ1993ត្រាស់បង្គាប់មាត្រាទី1ប្រកាសឲ្យប្រើជាផ្លូវការភ្លាមនៅរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលសភាធម្មនុញ្ញបានអនុម័តនៅថ្ងៃទី21ខែកញ្ញាគ្រិស្តសករាជ1993មាត្រាទី2សភាធម្មនុញ្ញបានត្រឡប់ទៅជារដ្ឋសភានៃកម្ពុជាចាប់ពីពេលនេះតទៅធ្វើនៅរាជធានីភ្នំពេញថ្ងៃទី24ខែកញ្ញាគ្រិស្តសករាជ1993នរោត្តមសីហនុបុព្វកថាយើងប្រជារាស្ត្រខ្មែរដែលធ្លាប់មានអរិយធម៌ឧត្តមឧត្តមប្រទេសជាតិស្ដុកស្ដំធំទូលាយគុំថ្កើងរុងរឿងកិត្យានុភាពខ្ពង់ខ្ពស់ភ្លើចែងចាំងដោយពេជ្រពនរាយបានធ្លាក់ខ្លួនដល់សែនរន្ធត់ក្នុងអំឡុងពីទសវត្សរ៍ចុងក្រោយនេះឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោមអោនថយមហាសោកស្ដាយបានភ្ញាក់រលឹកក្រោកឈរឡើងចង់បាច់ឆន្ទៈមោះមុតដោផ្ដាច់រួបរวมគ្នាពង្រឹងឯកភាពជាតិរក្សាការពារទឹកដីកម្ពុជាអធិបតេយ្យថ្លៃថ្លានិងអរិយធម៌អង្គរដ៏បវរកសាងប្រទេសជាតិឲ្យទៅជាកោះសន្តិភាពឡើងវិញផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបកធានាសិទ្ធិមនុស្សគោរពច្បាប់ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិឲ្យបានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងជានិច្ចនិរន្តរ៍ក្នុងឆន្ទៈមោះមុតនេះយើងសរសេរចារឹកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដូចតទៅជំពូកទី1អំពីអធិបតេយ្យមាត្រា1ប្រទេសកម្ពុជាជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនិងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបកព្រះរាជាណាចក្រកម្ពុជាជារដ្ឋឯករាជ្យអធិបតេយ្យសន្តិភាពអព្យាក្រឹតអចិន្ត្រៃយ៍មិនចូលបកសម្ព័ន្ធមាត្រា2បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត1/1សែនធ្វើនៅចន្លោះឆ្នាំ1933ដល់1953ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ1963ដល់1969មាត្រា3ព្រះរាជាណាចក្រកម្ពុជាជារដ្ឋដែលមិនអាចបំបែកបានមាត្រា4បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺជាតិសាសនាព្រះមហាក្សត្រមាត្រា5ភាសានិងអក្សរដែលប្រើជាផ្លូវការគឺភាសានិងអក្សរខ្មែរមាត្រា6ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជាទង់ជាតិភ្លេងជាតិនិងសញ្ញាជាតិមានកំណត់នៅក្នុងឧបសម្ព័ន្ធ1 2និង3ជំពូកទី2អំពីព្រះមហាក្សត្រមាត្រា7ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជ្យសម្បត្តិប៉ុន្តែទ្រង់មិនកាន់អំណាចឡើយព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិតអង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយមាត្រា8ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ជាអ្នកធានាការគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋនិងការគោរពសន្ធិសញ្ញាអន្តរជាតិមាត្រា9ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាលដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់មាត្រា10របបរាជានិយមកម្ពុជាជារបបជ្រើសតាំងព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរាជទាយាទសម្រាប់គ្រងរាជសម្បត្តិឡើយមាត្រា11ថ្មីក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដោយធម្មតាដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានប្រសិទ្ធិប្រធានរដ្ឋសភានិងនាយករដ្ឋមន្ត្រីនោះប្រធានប្រសិទ្ធិបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិក្នុងករណីដែលប្រធានប្រសិទ្ធិពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ដោយមានចែងក្នុងវគ្គខណ្ឌខាងលើប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះតំណែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះអាចនឹងដូរឥស្សរជនផ្សេងទៀតក្នុងករណីដោយដែលបានចែងក្នុងវគ្គខណ្ឌខាងលើ
តាមឋានានុក្រមដូចតទៅកអនុប្រធានទី1ប្រសិទ្ធិខអនុប្រធានទី1រដ្ឋសភាកអនុប្រធានទី2ប្រសិទ្ធិខអនុប្រធានទី2រដ្ឋសភាមាត្រា12ថ្មីនៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គតប្រធានប្រសិទ្ធិទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធនៃព្រះរាជាណាចក្រកម្ពុជាក្នុងករណីដែលប្រធានប្រសិទ្ធិពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាក្សត្រក្នុងពេលព្រះអង្គចូលទីវង្គតការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធត្រូវអនុវត្តតាមវគ្គខណ្ឌទី2និងទី3នៃមាត្រា11ថ្មីមាត្រា13ថ្មីក្នុងរយៈវេលា7ថ្ងៃយ៉ាងយូរព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិមានប្រធានប្រសិទ្ធិប្រធានរដ្ឋសភានាយករដ្ឋមន្ត្រីសម្ដេចព្រះសង្ឃរាជគណៈមហានិកាយនិងគណៈធម្មយុត្តិកនិកាយអនុប្រធានទី1និងអនុប្រធានទី2ប្រសិទ្ធិអនុប្រធានទី1និងអនុប្រធានទី2រដ្ឋសភាការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិនឹងមានកំណត់ក្នុងច្បាប់មួយមាត្រា14ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរដែលមានព្រះជន្មាយុយ៉ាងតិច30ព្រះវស្សាហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រអង្គឌួងឬព្រះមហាក្សត្រនរោត្តមឬក៏ព្រះមហាក្សត្រស៊ីសវត្តមុនចូលគ្រងរាជសម្បត្តិព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធានដោយមានចែងក្នុងឧបសម្ព័ន្ធទី4មាត្រា15ព្រះជាយានៃព្រះមហាក្សត្រមានព្រះរាជឋានៈជាព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាមាត្រា16ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាពុំមានព្រះរាជសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ឋឬជាអ្នកដឹកនាំរាជរដ្ឋាភិបាលឬទទួលតួនាទីរដ្ឋបាលឬនយោបាយឡើយព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាតកព្រះរាជកាយពលបំពេញព្រះរាជភារៈបម្រើប្រយោជន៍សង្គមមនុស្សធម៌សាសនានិងជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការនិងការទូតមាត្រា17ប្រការដែលព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិប៉ុន្តែទ្រង់មិនកាន់អំណាចឡើយហើយដែលមានចែងក្នុងវគ្គខណ្ឌទី1នៃមាត្រា7នៃរដ្ឋធម្មនុញ្ញនេះមិនអាចសូមកែប្រែបានជាដាច់ខាតមាត្រា18ថ្មីព្រះមហាក្សត្រព្រះអង្គទ្រង់តាក់ទងជាមួយប្រសិទ្ធិនិងរដ្ឋសភាដោយព្រះរាជសារព្រះរាជសារនេះប្រសិទ្ធិនិងរដ្ឋសភាមិនអាចយកទៅជជែកពិភាក្សាឡើយមាត្រា19ថ្មី2ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រីនិងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រីតាមបែបបទដែលមានចែងក្នុងមាត្រា119ថ្មី2មាត្រា20ព្រះមហាក្សត្រទទួលសវនកម្មជាផ្លូវការ2ដងក្នុងមួយខែឲ្យនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការនៃប្រទេសជាតិមាត្រា21តាមសេចក្តីស្នើរបស់គណៈរដ្ឋមន្ត្រីព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យតែងតាំងផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិលនិងយោធាឯកអគ្គរដ្ឋទូតនិងប្រេសិតវិសាមញ្ញនិងពេញសមត្ថភាពតាមសេចក្តីស្នើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យតែងតាំងផ្លាស់ប្ដូរឬដកចៅក្រមផ្នែកយុត្តាធិការមាត្រា22ថ្មីនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភានិងប្រធានព្រឹទ្ធសភាមាត្រា23ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះមាត្រា24ថ្មីព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាមក្រោយការអនុម័តរបស់រដ្ឋសភានិងព្រឹទ្ធសភាមាត្រា25ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូតឬប្រេសិតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជាមាត្រា26ថ្មីព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើសន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិដែលទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញានិងអនុសញ្ញាទាំងនេះក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភានិងព្រឹទ្ធសភាមាត្រា27ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោសនិងលើកលែងទោសមាត្រា28ថ្មីព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញច្បាប់ដែលរដ្ឋសភាបានអនុម័តនិងព្រឹទ្ធសភាបានពិនិត្យចប់សពគ្រប់រួចហើយនិងទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យតាមសេចក្តីស្នើសុំពីគណៈរដ្ឋមន្ត្រី
ក្នុងពេលដែលព្រះមហាក្សត្រប្រឈួនហើយត្រូវព្យាបាលព្រះរោគនៅបរទេសក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្ថលេខានៅលើព្រះរាជក្រមឬព្រះរាជក្រឹត្យខាងលើនេះទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់សិទ្ធិមាត្រា29ថ្មីព្រះមហាក្សត្រទ្រង់បង្កើតនិងប្រទានគ្រឿងឯករិយយុសជាតិព្រះមហាក្សត្រទ្រង់សម្រេចប្រទានឋានន្តរស័ក្តិឋានៈយោធានិងស៊ីវិលតាមច្បាប់កំណត់មាត្រា30ថ្មីក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្តមានប្រធានប្រសិទ្ធិទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងករណីដែលប្រធានប្រសិទ្ធិពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាក្សត្រពេលព្រះអង្គទ្រង់អវត្តមានការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីត្រូវអនុវត្តតាមវគ្គខណ្ឌទី2និងទី3នៃមាត្រា11ថ្មីជំពូកទី3អំពីសិទ្ធិនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរមាត្រា31ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងកតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្សសិទ្ធិនារីនិងសិទ្ធិកុមារប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់មានសិទ្ធិសេរីភាពនិងករណីយកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ពណ៌សម្បុរភេទភាសាជំនឿសាសនានិន្នាការនយោបាយដើមកំណើតជាតិឋានៈសង្គមធនធានឬស្ថានភាពឯទៀតឡើយការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយការប្រើសិទ្ធិសេរីភាពនេះត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់មាត្រា32ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិតមានសេរីភាពនិងមានសន្តិសុខផ្ទាល់ខ្លួនទោសប្រហារជីវិតមិនត្រូវឲ្យមានឡើយមាត្រា33ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិនិរទេសឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយលើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមកប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពៀការទទួលសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់មាត្រា34ថ្មីមួយប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតនិងអាចឈរឈ្មោះឲ្យគេបោះឆ្នោតប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច18ឆ្នាំមានសិទ្ធិបោះឆ្នោតប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច25ឆ្នាំអាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច40ឆ្នាំអាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភាបទបញ្ញត្តិដកសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់មាត្រា35ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌របស់ប្រទេសជាតិសេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋមាត្រា36ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួនតាមសេចក្តីត្រូវការរបស់សង្គមប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នាការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិទទួលការធានារ៉ាប់រងសង្គមនិងអត្ថប្រយោជន៍ខាងសង្គមគិច្ចដែលមានចែងក្នុងច្បាប់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបង្កើតសហជីពដែលចូលជាសមាជិកសហជីពនេះការរៀបចំនិងការប្រព្រឹត្តទៅនៃសហជីពនឹងមានកំណត់ក្នុងច្បាប់មាត្រា37សិទ្ធិធ្វើកតកម្មនិងធ្វើបាតកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់មាត្រា38ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយច្បាប់ការពារជីវិតកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋការចោទប្រកាន់ការចាប់ខ្លួនការឃាត់ខ្លួនឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើតលុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់ការបង្ខិតបង្ខំការធ្វើបាបលើរូបរាងកាយឬប្រព្រឹត្តកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្មអនុវត្តចំពោះជនជាប់ឃុំឃាំងឬជាប់ពន្ធនាគារត្រូវហាមឃាត់មិនឲ្យធ្វើឡើយអ្នកដៃដល់អ្នករួមប្រព្រឹត្តនិងអ្នកសំគំនិតត្រូវទទួលទោសតាមច្បាប់ការទទួលសារភាពដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តីតាមផ្លូវចិត្តក្តីមិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេវិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទជនជាប់ចោទណាក៏ដោយត្រូវទុកជាមនុស្សឥតទោសដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការមាត្រា39ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារប្តឹងតវ៉ាឬប្តឹងទារសំណងជួសជុលការខូចខាតដែលបណ្ដាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋរបស់អង្គការសង្គមនិងរបស់បុគ្គលិកនៃអង្គការទាំងនោះការដោះស្រាយបណ្ដឹងតវ៉ានិងសំណងជួសជុលការខូចខាតជាសមត្ថកិច្ចរបស់តុលាការមាត្រា40សេរីភាពក្នុងការដើរឆ្ងាយចិត្តនិងតាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋ
ត្រូវបានគោរពប្រជាពលរដ្ឋខ្មែរអាចចេញទៅតាំងទីលំនៅនៅប្រទេសក្រៅឬវិលត្រឡប់មកវិញបានការរក្សាសិទ្ធិមិនឲ្យរំលោភលើលំនៅឋាននិងអាចកំបាំងនៃការឆ្លើយឆ្លងតាមលិខិតតាមសារទូរលេខទូពុម្ពទូរគមន៍និងតាមទូរស័ព្ទត្រូវបានធានាការឆែកឆេរលំនៅឋានសម្ភារៈវត្ថុនិងលើរូបបុគ្គលត្រូវធ្វើឲ្យស្របនឹងបញ្ញត្តិច្បាប់មាត្រា41ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចេញមតិរបស់ខ្លួនសេរីភាពខាងសារព័ត៌មានសេរីភាពខាងបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃដល់ទំនៀមទម្លាប់ល្អរបស់សង្គមដល់សណ្ដាប់ធ្នាប់សាធារណៈនិងដល់សន្តិសុខជាតិបានឡើយរបបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់មាត្រា42ថ្មីប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិងគណៈបកនយោបាយសិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់គណៈបកនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ក្តីឬដោយប្រយោលក្តីនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរឡើយប្រជាពលរដ្ឋខ្មែរទាំងឡាយអាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមកការពារសមិទ្ធផលជាតិនិងសណ្ដាប់ធ្នាប់សង្គមមាត្រា43ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿសេរីភាពខាងជំនឿនិងការប្រតិបត្តិខាងផ្លូវសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀតដល់សណ្ដាប់ធ្នាប់និងសន្តិសុខសាធារណៈព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋមាត្រា44ជនណាក៏ដោយទោះជាបុគ្គលក្តីជាសមូហភាពក្តីមានសិទ្ធិជាម្ចាស់កម្មសិទ្ធិមានតែរូបវន្តបុគ្គលឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លីកម្មសិទ្ធិឯកជនស្របច្បាប់ស្ថិតនៅក្រោមការគាំពៀនៃច្បាប់ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះលុះត្រាតែប្រយោជន៍សាធារណៈតម្រូវឲ្យធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុកហើយត្រូវផ្ដល់សំណងជាមុនដោយសមរម្យនិងយុត្តិធម៌មាត្រា45ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងស្ត្រីភេទត្រូវបំបត្តិចោលការធ្វើអាជីវកម្មលើការងាររបស់ស្ត្រីត្រូវហាមឃាត់បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ជាពិសេសក្នុងអាពាហ៍ពិពាហ៍និងគ្រួសារអាពាហ៍ពិពាហ៍ត្រូវធ្វើតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់និងតាមគោលការណ៍ស្ម័គ្រចិត្តប្តីមួយប្រពន្ធមួយមាត្រា46អំពើលក់ដូរមនុស្សអំពើអាជីវកម្មផ្នែកបេសកកម្មនិងអំពើអភិះដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់មិនឲ្យមានការបញ្ឈប់នារីពីការងារដោយមូលហេតុមានគរនារីមានសិទ្ធិឈប់សម្រាកនៅពេលសម្រាលកូនដោយទទួលប្រាក់បៀវត្សនិងដែលមានការធានារក្សាសិទ្ធិអតីតភាពក្នុងការងារនិងអត្ថប្រយោជន៍សង្គមផ្សេងទៀតរដ្ឋនិងសង្គមយកចិត្តទុកដាក់បង្កលក្ខណៈឲ្យនារីជាពិសេសនារីនៅជនបទដែលគ្មានទីពឹងបានទទួលការឧបត្ថម្ភដើម្បីមានមុខរបរមានលទ្ធភាពព្យាបាលជំងឺឲ្យកូនទៅរៀននិងមានជីវភាពរស់នៅសមរម្យមាត្រា47មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សានិងអប់រំកូនឲ្យទៅជាពលរដ្ឋល្អកូនមានករណីយកិច្ចចិញ្ចឹមនិងបីបាច់ថែរក្សាមាតាបិតាដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរមាត្រា48រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីកុមារជាពិសេសសិទ្ធិមានជីវិតរស់នៅសិទ្ធិទទួលការអប់រំរៀនសូត្រសិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានភាពមានសង្គ្រាមនិងការការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ចឬកម្មគុណលើកុមាររដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយដែលអាចធ្វើឲ្យខូចដល់ការអប់រំនិងការរៀនសូត្ររបស់កុមារឬដែលនាំឲ្យអន្តរាយដល់សុខភាពឬសុខុមាលភាពរបស់កុមារមាត្រា49ថ្មីប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញនិងគោរពច្បាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ក្តីឬដោយប្រយោលក្តីនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរឡើយប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិកាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់មាត្រា50ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពគោលការណ៍អធិបតេយ្យជាតិនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបកប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពទ្រព្យសម្បត្តិសាធារណៈនិងកម្មសិទ្ធិស្របច្បាប់របស់ឯកជនជំពូកទី4អំពីរបបនយោបាយមាត្រា51ថ្មីព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបកប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួនអំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភាព្រឹទ្ធសភារាជរដ្ឋាភិបាលនិងសាលាជម្រះក្តីអំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិអំណាចនីតិប្រតិបត្តិនិងអំណាចតុលាការ
មាត្រា52រាជរដ្ឋាភិបាលកម្ពុជាបដិញ្ញារក្សាការពារឯករាជ្យអធិបតេយ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយបង្រួបបង្រួមជាតិដើម្បីការពារឯកភាពជាតិរក្សាការពារទំនៀមទម្លាប់និងប្រពៃណីល្អរបស់ជាតិរាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនីតិានុកូលភាពធានាសណ្ដាប់ធ្នាប់និងសន្តិសុខសាធារណៈរដ្ឋយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋមាត្រា53ថ្មីព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនៅនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបកសម្ព័ន្ធព្រះរាជាណាចក្រកម្ពុជារួមរស់សន្តិសហវិជ្ជមានជាមួយប្រទេសជិតខាងនិងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោកព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាតមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ឬដោយប្រយោលទោះបីជាក្រោមរូបភាពណាក៏ដោយដោះស្រាយរាល់បញ្ហាដោយសន្តិវិធីនិងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមកព្រះរាជាណាចក្រកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទោះបីក្រោមរូបភាពណាក៏ដោយព្រះរាជាណាចក្រកម្ពុជាមិនចង់សម្ព័ន្ធយោធាឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយដែលមិនស្របនឹងអព្យាក្រឹតរបស់ខ្លួនឡើយព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរលើកលែងតែក្នុងក្របខ័ណ្ឌនៃសំណុំពររបស់អង្គការសហប្រជាជាតិព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធាអាវុធគ្រាប់រំសេវការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធនិងជំនួយផ្សេងៗទៀតដើម្បីការពារខ្លួននិងធានាសណ្ដាប់ធ្នាប់និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេសមាត្រា54ការផលិតការប្រើប្រាស់ការរក្សាទុកអាវុធបរមាណូអាវុធគីមីឬអាវុធវេត្រាណូត្រូវហាមឃាត់ដាច់ខាតមាត្រា55សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដីអព្យាក្រឹតភាពនិងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវលុបចោលជំពូកទី5អំពីសេដ្ឋកិច្ចមាត្រា56ព្រះរាជាណាចក្រកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារការរៀបចំនិងការប្រព្រឹត្តទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះនឹងមានកំណត់ក្នុងច្បាប់មាត្រា57ការយកពន្ធដារនឹងអាចធ្វើទៅបានលុះត្រាតែមានច្បាប់អនុញ្ញាតថវិកាជាតិត្រូវបានកំណត់ឲ្យអនុវត្តតាមច្បាប់របបគ្រប់គ្រងរូបិយវត្ថុនិងប្រព័ន្ធហិរញ្ញវត្ថុត្រូវកំណត់ក្នុងច្បាប់មាត្រា58ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាចដីធ្លីក្រោមដីភ្នំសមុទ្របាតសមុទ្រក្រោមបាតសមុទ្រឆ្នេរសមុទ្រអាកាសកោះទន្លេព្រែកស្ទឹងបឹងព្រៃឈើធនធានធម្មជាតិមជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌មូលដ្ឋានការពារប្រទេសសំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់មាត្រា59រដ្ឋត្រូវរក្សាការពារបរិស្ថាននិងតុល្យភាពនៃភោគទ្រព្យធម្មជាតិហើយត្រូវចាត់ចែងឲ្យមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងមានជាអាចដីធ្លីទឹកអាកាសខ្យល់ភោគតសាស្ត្រប្រព័ន្ធអេកូឡូស៊ីរ៉ែថាមពលប្រេងកាតនិងឧស្ម័នថ្មនិងខ្សាច់ត្បូងថ្មព្រៃឈើនិងអនុផលព្រៃឈើពពួកសត្វព្រៃមច្ឆជាតិធនធានជលផលមាត្រា60ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរីការតម្រូវឲ្យលក់ផលិតផលជូនរដ្ឋឬការយកភោគផលឬទ្រព្យសម្បត្តិឯកជនទៅប្រើប្រាស់ទោះបីមួយរយៈពេលក៏ដោយត្រូវហាមឃាត់វាលែងតែក្នុងករណីពិសេសដែលមានច្បាប់អនុញ្ញាតមាត្រា61រដ្ឋជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យជាពិសេសវិស័យកសិកម្មសិប្បកម្មឧស្សាហកម្មចាប់ពីតំបន់ដាច់ស្រយាលដោយយកចិត្តទុកដាក់ទៅលើនយោបាយទឹកភ្លើងផ្លូវនិងមធ្យោបាយដឹកជញ្ជូនបច្ចេកទេសទំនើបនិងប្រព័ន្ធឥណទានមាត្រា62រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតការពារថ្លៃផលិតផលជូនកសិករសិប្បករនិងជួយរកទីផ្សារលក់ផលិតផលមាត្រា63រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារជួយឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យមាត្រា64រដ្ឋហាមឃាត់និងផ្ដន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូលផលិតលក់ដូរគ្រឿងញៀនទំនិញក្លែងក្លាយហួសរយៈពេលប្រើដែលប៉ះពាល់ដល់សុខភាពអាយុជីវិតរបស់អ្នកប្រើជំពូកទី6អំពីអប់រំវប្បធម៌និងសង្គមគិច្ចមាត្រា65រដ្ឋត្រូវការពារនិងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលការអប់រំប្រកបដោយគុណភាពនៅគ្រប់កម្រិតនិងត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានដើម្បីឲ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូបរដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំកាយនិងកីឡាដែលជាសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប
មាត្រា66រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញនិងឯកភាពនៅទូទាំងប្រទេសដែលធានាឲ្យបាននូវគោលការណ៍សេរីភាពខាងសិក្សាធិការនិងគោលការណ៍សមភាពក្នុងការអប់រំដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់ស្មើគ្នាក្នុងការកសាងជីវិតមាត្រា67រដ្ឋអនុវត្តកម្មវិធីសិក្សានិងគោលការណ៍គរុកោសល្យទំនើបរាប់បញ្ចូលទាំងបច្ចេកវិទ្យានិងភាសាបរទេសរដ្ឋគ្រប់គ្រងគ្រឹះស្ថានសិក្សានិងថ្នាក់សិក្សាសាធារណៈនិងឯកជននៅគ្រប់ភូមិសិក្សាមាត្រា68រដ្ឋផ្ដល់កិច្ចការអប់រំផ្នែកបឋមនិងមធ្យមសិក្សានៅសាលារៀនសាធារណៈសម្រាប់ប្រជាពលរដ្ឋគ្រប់រូបដោយឥតបង់ថ្លៃប្រជាពលរដ្ឋត្រូវបានទទួលការអប់រំយ៉ាងតិច9ឆ្នាំរដ្ឋជួយផ្សព្វផ្សាយនិងលើកតម្កើងសាលាបាលីនិងពុទ្ធិកសិក្សាមាត្រា69រដ្ឋមានកាតព្វកិច្ចថែរក្សានិងពង្រីកវប្បធម៌ជាតិរដ្ឋមានកាតព្វកិច្ចការពារនិងពង្រីកភាសាខ្មែរឲ្យសមស្របនឹងសេចក្តីត្រូវការរដ្ឋមានកាតព្វកិច្ចថែរក្សានិងការពារប្រាសាទបុរាណវត្ថុសិល្បៈបុរាណនិងកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រឡើងវិញមាត្រា70បទល្មើសទាំងឡាយដែលប៉ះពាល់ឬទាក់ទងនឹងបេតិកភណ្ឌវប្បធម៌និងបេតិកភណ្ឌសិល្បៈត្រូវផ្តន្ទាទោសជាទម្ងន់មាត្រា71បរិវេណបេតិកភណ្ឌជាតិក៏ដូចជាបេតិកភណ្ឌដែលបានបញ្ចូលជាបេតិកភណ្ឌពិភពលោកត្រូវទុកជាតំបន់អព្យាក្រឹតដែលមិនឲ្យមានសកម្មភាពយោធាមាត្រា72សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានារដ្ឋយកចិត្តទុកដាក់ដល់ការការពារជំងឺនិងព្យាបាលជំងឺប្រជារាស្ត្រក្រីក្រត្រូវបានទទួលការពិនិត្យរោគដោយឥតបង់ថ្លៃនៅតាមមន្ទីរពេទ្យគិលានដ្ឋាននិងមន្ទីរសម្ភពសាធារណៈរដ្ឋរៀបចំឲ្យមានគិលានដ្ឋាននិងមន្ទីរសម្ភពដល់ជនបទមាត្រា73រដ្ឋយកចិត្តទុកដាក់ចំពោះកុមារនិងមាតារដ្ឋរៀបចំឲ្យមានទារុកដ្ឋាននិងជួយឧបត្ថម្ភនារីដែលមានកូនច្រើនក្នុងបន្ទុកហើយឥតទីពឹងមាត្រា74រដ្ឋជួយឧបត្ថម្ភជនពិការនិងដល់គ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បីប្រទេសជាតិមាត្រា75រដ្ឋចាត់ចែងឲ្យមានរបបសន្តិសុខសង្គមដល់កម្មករនិងនិយោជិតជំពូកទី7អំពីរដ្ឋសភាមាត្រា76ថ្មីរដ្ឋសភាមានសមាជិកតំណាងរាស្ត្រយ៉ាងតិច120រូបតំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកលដោយសេរីដោយស្មើភាពដោយចំពោះនឹងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់តំណាងរាស្ត្រអាចចូលឈ្មោះបោះឆ្នោតសារជាថ្មីបានអ្នកដែលមានសិទ្ធិចូលឈ្មោះជាបេក្ខជនតំណាងរាស្ត្រគឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោតមានអាយុយ៉ាងតិច25ឆ្នាំមានសញ្ជាតិជាខ្មែរតាំងពីកំណើតបែបបទទាំងការប្រព្រឹត្តទៅនៃការបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់បោះឆ្នោតមាត្រា77តំណាងរាស្ត្រក្នុងរដ្ឋសភាជាតំណាងប្រជាជាតិខ្មែរទាំងមូលពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេអាណត្តិអាជ្ញាបញ្ជាទាំងឡាយត្រូវទុកជាមុខៈមាត្រា78នីតិកាលរបស់រដ្ឋសភាមានកំណត់5ឆ្នាំហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែងរដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយវាលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់2ដងក្នុងរយៈ12ខែក្នុងករណីនេះព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភាក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្ត្រីនិងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភាការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មីនឹងប្រព្រឹត្តទៅក្នុងរយៈពេល60ថ្ងៃយ៉ាងយូរចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមកក្នុងរយៈកាលនេះរាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះក្នុងពេលមានសង្គ្រាមឬក្នុងកាលៈទេសៈពិសេសដទៃទៀតដែលមិនអាចធ្វើការបោះឆ្នោតកើតរដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំតាមសំណើរបស់ព្រះមហាក្សត្រការប្រកាសបន្តនីតិកាលរបស់រដ្ឋសភាត្រូវសម្រេចដោយមតិយល់ព្រម2/3យ៉ាងតិចនៃចំនួនសមាជិករដ្ឋសភាទាំងមូលមាត្រា79អាណត្តិនៃសមាជិករដ្ឋសភាមានវិសមត្ថភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្មនិងជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះវាលែងតែទៅបំពេញមុខងារក្នុងគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលក្នុងករណីនេះសមាជិករដ្ឋសភារូបនោះមានឋានៈជាសមាជិករដ្ឋសភាធម្មតាប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍និងក្នុងគណៈកម្មការផ្សេងៗនៃរដ្ឋសភាមាត្រា80តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភាតំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួនឃាត់ខ្លួនឬឃុំខ្លួនដោយហេតុពីបានសម្ដែងយោបល់ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយការចោទប្រកាន់ការចាប់ខ្លួនការឃាត់ខ្លួនឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើតលុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភាវាលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែងក្នុងករណីខាងក្រោយនេះក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភាឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច
សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខដើម្បីអនុម័តតាមមតិភាគច្រើន2ភាគ3នៃសមាជិករដ្ឋសភាទាំងមូលក្នុងករណីទាំងអស់ខាងលើនេះការឃុំខ្លួនការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាកប្រសិនបរដ្ឋសភាបានបញ្ចេញមតិឲ្យផ្អាកតាមមតិភាគច្រើន3ភាគ4នៃចំនួនសមាជិករដ្ឋសភាទាំងមូលមាត្រា81រដ្ឋសភាមានថវិកាស្វ័យយ័តសម្រាប់ដំណើរការតំណាងរាស្ត្រត្រូវទទួលប្រាក់បំណាច់មាត្រា82ថ្មីមួយរដ្ឋសភាបើកសម័យប្រជុំដំបូង60ថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រមុនចាប់ផ្ដើមការងាររបស់ខ្លួនរដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗនិងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានៅប្រធានអនុប្រធានរដ្ឋសភានិងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភាដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូលប្រធានរដ្ឋសភាត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិករដ្ឋសភាដែលមានសញ្ជាតិខ្មែរតែមួយគត់រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងដោយមតិច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូលតំណាងរាស្ត្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងដោយមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី5នៃរដ្ឋធម្មនុញ្ញមាត្រា83រដ្ឋសភាប្រជុំជាសាមញ្ញ2ដងក្នុងមួយឆ្នាំសម័យប្រជុំនីមួយៗមានថេរវេលាយ៉ាងតិច3ខែបើមានសំណូមពរពីព្រះមហាក្សត្រឬសេចក្តីស្នើសុំពីនាយករដ្ឋមន្ត្រីឬពីសមាជិករដ្ឋសភាចំនួន1ភាគ3យ៉ាងតិចគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកោះប្រជុំរដ្ឋសភាជាវិសាមញ្ញក្នុងករណីនេះរបៀបវារៈជាក់លាក់នៃសម័យប្រជុំជាវិសាមញ្ញត្រូវផ្សាយដល់ប្រជារាស្ត្រជាមួយនឹងថ្ងៃកំណត់ប្រជុំមាត្រា84នៅចន្លោះសម័យប្រជុំរបស់រដ្ឋសភាគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាទទួលភារកិច្ចចាត់ចែងការងារគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភារួមមានប្រធានរដ្ឋសភាអនុប្រធានរដ្ឋសភានិងប្រធានគណៈកម្មការទាំងអស់របស់រដ្ឋសភាមាត្រា85សម័យប្រជុំរដ្ឋសភាត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសាលប្រជុំរបស់រដ្ឋសភាលើកលែងតែមានការសម្រេចផ្សេងចុះក្នុងលិខិតកោះប្រជុំដោយកលៈទេសៈតម្រូវក្រៅពីករណីខាងលើនិងក្រៅពីកន្លែងនិងពីកាលបរិច្ឆេទដែលកំណត់ក្នុងសេចក្តីអញ្ជើញការប្រជុំណាក៏ដោយរបស់រដ្ឋសភាត្រូវតកជាខុសច្បាប់ហើយជាអាសាសូន្យពេញលក្ខណៈមាត្រា86ក្នុងកាលៈទេសៈដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្នរដ្ឋសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំរដ្ឋសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះកាលបើសភាពការអនុញ្ញាតបើរដ្ឋសភាមិនអាចប្រជុំបានទេដោយមូលហេតុចាំបាច់ជាអាចនៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដីការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិនៅពេលដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្នរដ្ឋសភាមិនអាចត្រូវរំលាយបានឡើយមាត្រា87ប្រធានរដ្ឋសភាដឹកនាំអង្គប្រជុំរបស់រដ្ឋសភាទទួលអាជ្ញាច្បាប់និងសេចក្តីសម្រេចចិត្តទាំងឡាយដែលរដ្ឋសភាបានអនុម័តរ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានិងចាត់ចែងការតាក់ទងអន្តរជាតិទាំងឡាយរបស់រដ្ឋសភាក្នុងករណីដែលប្រធានរដ្ឋសភាមានធុរៈមិនអាចបំពេញមុខងារបានដោយហេតុមកពីមានជំងឺឬបំពេញមុខងារជាប្រមុខរដ្ឋស្ដីទីឬជាព្រះរាជានុសិទ្ធឬបំពេញបេសកកម្មនៅបរទេសអនុប្រធានរដ្ឋសភាមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួសក្នុងករណីដែលប្រធានឬអនុប្រធានរដ្ឋសភាលាលែងពីមុខតំណែងឬទទួលអនិច្ចកម្មរដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធានឬអនុប្រធានថ្មីមាត្រា88ថ្មី2ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈរដ្ឋសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើសុំពីប្រធានឬពីសមាជិកចំនួន1/10យ៉ាងតិចពីព្រះមហាក្សត្រឬពីនាយករដ្ឋមន្ត្រីការប្រជុំរដ្ឋសភានឹងយកជាការបានលុះត្រាតែមានកគោរមលើសពី2/3នៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឲ្យយកមតិភាគច្រើន2/3នៃចំនួនសមាជិករដ្ឋសភាទាំងមូលខគោរមលើសពីពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឲ្យយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូលមាត្រា89ថ្មីតាមការសុំពីសមាជិកចំនួន1/10យ៉ាងតិចរដ្ឋសភាអាចអញ្ជើញសមាជិករាជរដ្ឋាភិបាលមួយរូបឬច្រើនរូបអមដោយអិសរាជជនជាអ្នកជំនាញក្នុងវិស័យណាមួយមកបំភ្លឺរដ្ឋសភាអំពីបញ្ហាដែលមានសារៈសំខាន់ពិសេសមាត្រា90ថ្មី2រដ្ឋសភាជាអង្គការដែលមានអំណាចនីតិបញ្ញត្តិហើយបំពេញភារកិច្ចរបស់ខ្លួនដោយបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមានរដ្ឋសភាអនុម័តថវិកាជាតិផែនការរដ្ឋការឲ្យរដ្ឋខ្ចីប្រាក់ពីគេការឲ្យរដ្ឋឲ្យប្រាក់គេខ្ចីការសន្យានានាផ្នែកហិរញ្ញវត្ថុនិងការបង្កើតកែប្រែឬលុបចោលពន្ធដាររដ្ឋសភាឲ្យសេចក្តីយល់ព្រមចំពោះគណនេយ្យរដ្ឋបាល
រដ្ឋសភាអនុម័តច្បាប់ស្តីពីការលើកលែងទោសជាទូទៅរដ្ឋសភាអនុម័តយល់ព្រមឬលុបចោលសន្ធិសញ្ញាឬអនុសញ្ញាអន្តរជាតិរដ្ឋសភាអនុម័តច្បាប់ស្តីពីការប្រកាសសង្គ្រាមការអនុម័តខាងលើនេះប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូលរដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាលតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូលមាត្រា91ថ្មីសមាជិកប្រសិទ្ធិសមាជិករដ្ឋសភានិងនាយករដ្ឋមន្ត្រីមានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់តំណាងរាស្ត្រមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ប៉ុន្តែសំណើនេះមិនអាចទទួលយកបានទេបើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋមាត្រា92ការអនុម័តទាំងឡាយរបស់រដ្ឋសភាដែលផ្ទុយនឹងគោលការណ៍រក្សាការពារឯករាជ្យអធិបតេយ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយដែលនាំឲ្យប៉ះពាល់ដល់ឯកភាពនយោបាយឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិនឹងត្រូវចាត់ទុកជាអាសាសូន្យក្រមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ដែលមានសមត្ថកិច្ចសម្រេចពីមោខភាពនេះមាត្រា93ថ្មីច្បាប់ដែលរដ្ឋសភាបានអនុម័តនិងប្រសិទ្ធភាពបានពិនិត្យចប់សពគ្រប់រួចហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេល10ថ្ងៃគត់ក្រោយពីថ្ងៃប្រកាសឲ្យប្រើនឹងនៅទូទាំងប្រទេសក្នុងរយៈពេល20ថ្ងៃគត់ក្រោយពីថ្ងៃប្រកាសឲ្យប្រើប៉ុន្តែបើច្បាប់នេះបានចែងថាជាការប្រញាប់ច្បាប់នេះត្រូវចូលជាធរមានភ្លាមនៅទូទាំងប្រទេសក្រោយថ្ងៃប្រកាសឲ្យប្រើច្បាប់ដែលព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើត្រូវចុះក្នុងរាជកិច្ចនិងផ្សព្វផ្សាយនៅទូទាំងប្រទេសឲ្យទាន់តាមពេលកំណត់ខាងលើមាត្រា94រដ្ឋសភាបង្កើតគណៈកម្មការផ្សេងៗដែលចាំបាច់ការរៀបចំនិងការប្រព្រឹត្តទៅនៃរដ្ឋសភានឹងមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាមាត្រា95ក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្មលាលែងឬប្រឆាចសមាជិកភាពដែលកើតមានឡើង6ខែយ៉ាងតិចមុនចប់នីតិកាលត្រូវចាត់ការជ្រើសតាំងជំនួសសមាជិកនោះតាមលក្ខខណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភានិងក្នុងច្បាប់បោះឆ្នោតមាត្រា96តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាលសំណួរនេះត្រូវសរសេរជាលាយលក្ខណ៍អក្សរប្រកល់ជូនតាមរយៈប្រធានរដ្ឋសភាចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូបឬច្រើនរូបអាស្រ័យដោយបញ្ហាដែលបានចោទឡើងពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីមួយរូបឬច្រើនរូបបើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាលនាយករដ្ឋមន្ត្រីត្រូវឆ្លើយផ្ទាល់ខ្លួនចម្លើយរបស់រដ្ឋមន្ត្រីឬរបស់នាយករដ្ឋមន្ត្រីអាចធ្វើដោយផ្ទាល់មាត់ឬសរសេរជាលាយលក្ខណ៍អក្សរចម្លើយខាងលើនេះត្រូវធ្វើឡើងក្នុងរយៈពេល7ថ្ងៃបន្ទាប់ពីបានទទួលសំណួរចំពោះចម្លើយផ្ទាល់មាត់ប្រធានរដ្ឋសភាអាចសម្រេចបើកឲ្យមានឬមិនឲ្យមានការជជែកដេញដោលបើគ្មានការបើកឲ្យជជែកដេញដោលទេនោះចម្លើយរបស់រដ្ឋមន្ត្រីឬរបស់នាយករដ្ឋមន្ត្រីនឹងបញ្ចប់សំណួរតែម្ដងបើមានការបើកឲ្យជជែកដេញដោលម្ចាស់សំណួរវាគ្មិនឯទៀតនិងរដ្ឋមន្ត្រីពាក់ព័ន្ធឬនាយករដ្ឋមន្ត្រីអាចជជែកបដូរយោបល់ក្នុងរយៈពេលដែលមិនអាចលើសពី1ពេលប្រជុំឡើយរដ្ឋសភាកំណត់ទុកពេល1ថ្ងៃក្នុងមួយសប្តាហ៍សម្រាប់ការឆ្លើយសំណួរទោះបីយ៉ាងណាក៏ដោយសម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះមិនអាចបើកលទ្ធភាពឲ្យមានការបោះឆ្នោតប្រភេទណាមួយបានឡើយមាត្រា97គណៈកម្មការទាំងឡាយរបស់រដ្ឋសភាអាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួនមាត្រា98ថ្មី1រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រីឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោសតាមសម្លេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូលក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីមុខតំណែងដោយរដ្ឋសភារាជរដ្ឋាភិបាលដែលត្រូវចេញពីមុខតំណែងនេះមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះរហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែងញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ត្រចំនួន1/3នៃចំនួនសមាជិករដ្ឋសភាទាំងមូលទើបរដ្ឋសភាអាចលើកមកពិភាក្សាបានជំពូកទី8ថ្មីអំពីព្រឹទ្ធសភាមាត្រា99ថ្មីព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិបញ្ញត្តិហើយបំពេញភារកិច្ចរបស់ខ្លួនដោយបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមានព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូលសមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះនិងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលខ្លះសមាជិកព្រឹទ្ធសភាអាចត្រូវបានចាត់តាំងនិងជ្រើសតាំងសារជាថ្មីបានអ្នកដែលមានសិទ្ធិចូលឈ្មោះជាបេក្ខជនព្រឹទ្ធសភាគឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោតមានអាយុយ៉ាងតិច40ឆ្នាំមានសញ្ជាតិខ្មែរតាំងពីកំណើតមាត្រា100ថ្មីសមាជិកព្រឹទ្ធសភាចំនួន2រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ
សមាជិកព្រឹទ្ធសភាចំនួន2រូបត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយព្រៀបរីឯសមាជិកព្រឹទ្ធសភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកលមាត្រា101ថ្មីការរៀបចំបែបបទនិងការប្រព្រឹត្តទៅនៃការចាត់តាំងនិងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាព្រមទាំងការកំណត់អំពីអ្នកបោះឆ្នោតអង្គបោះឆ្នោតនិងមណ្ឌលបោះឆ្នោតត្រូវចែងក្នុងច្បាប់មួយមាត្រា102ថ្មី1នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់6ឆ្នាំហើយត្រូវផុតកំណត់នៅពេលដែលព្រឹទ្ធសភាថ្មីចូលកាន់តំណែងក្នុងពេលមានសង្គ្រាមឬក្នុងកាលៈទេសៈពិសេសដទៃទៀតដែលមិនអាចធ្វើការបោះឆ្នោតកើតព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំតាមសំណើរបស់ព្រះមហាក្សត្រការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភាត្រូវសម្រេចដោយមតិយល់ព្រម2/3យ៉ាងតិចនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំព្រឹទ្ធសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះកាលបើសភាពការអនុញ្ញាតប៉ុន្តែការសម្រេចបញ្ចប់កាលៈទេសៈពិសេសដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្នព្រឹទ្ធសភាត្រូវសម្រេចរួមគ្នាជាមួយរដ្ឋសភាក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភាវាលែងតែការអនុវត្តមាត្រា86នៃរដ្ឋធម្មនុញ្ញបើព្រឹទ្ធសភាមិនអាចប្រជុំបានទេដោយមូលហេតុចាំបាច់ជាអាចនៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដីការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិមាត្រា103ថ្មីអាណត្តិនៃសមាជិកព្រឹទ្ធសភាមានវិសមត្ថភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្មជាមួយមុខងារជាតំណាងរាស្ត្រនិងជាមួយមុខងារជាសមាជិកស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា104ថ្មីសមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភាសមាជិកព្រឹទ្ធសភារូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួនឃាត់ខ្លួនឬឃុំខ្លួនដោយហេតុពីបានសម្ដែងយោបល់ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយការចោទប្រកាន់ការចាប់ខ្លួនការឃាត់ខ្លួនឬការឃុំខ្លួនសមាជិកណាមួយនៃព្រឹទ្ធសភានឹងអាចធ្វើទៅកើតលុះត្រាតែមានការយល់ព្រមពីព្រឹទ្ធសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាក្នុងចន្លោះសម័យប្រជុំនៃព្រឹទ្ធសភាវាលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែងក្នុងករណីចុងក្រោយនេះក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនព្រឹទ្ធសភាឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាជាបន្ទាន់ដើម្បីសម្រេចសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាត្រូវដាក់ជូនសម័យប្រជុំព្រឹទ្ធសភាខាងមុខដើម្បីអនុម័តតាមមតិភាគច្រើន2/3នៃសមាជិកព្រឹទ្ធសភាទាំងមូលក្នុងករណីទាំងអស់ខាងលើនេះការឃុំខ្លួនការចោទប្រកាន់សមាជិកព្រឹទ្ធសភាណាមួយត្រូវផ្អាកប្រសិនបើព្រឹទ្ធសភាបានបញ្ចេញមតិឲ្យផ្អាកតាមមតិភាគច្រើន3/4នៃសមាជិកព្រឹទ្ធសភាទាំងមូលមាត្រា105ថ្មីព្រឹទ្ធសភាមានថវិកាស្វ័យយ័តសម្រាប់ដំណើរការសមាជិកព្រឹទ្ធសភាត្រូវទទួលប្រាក់បំណាច់មាត្រា106ថ្មី2ព្រឹទ្ធសភាបើកសម័យប្រជុំដំបូង60ថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រមុនចាប់ផ្ដើមការងាររបស់ខ្លួនព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗនិងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានៅប្រធានអនុប្រធានព្រឹទ្ធសភានិងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់ព្រឹទ្ធសភាដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលប្រធានព្រឹទ្ធសភាត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិកព្រឹទ្ធសភាដែលមានសញ្ជាតិខ្មែរតែមួយគត់សមាជិកព្រឹទ្ធសភាទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងដោយមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី7នៃរដ្ឋធម្មនុញ្ញមាត្រា107ថ្មីព្រឹទ្ធសភាប្រជុំជាសាមញ្ញ2ដងក្នុងមួយឆ្នាំសម័យប្រជុំនីមួយៗមានថេរវេលាយ៉ាងតិច3ខែបើមានសំណូមពរពីព្រះមហាក្សត្រឬសេចក្តីស្នើសុំពីនាយករដ្ឋមន្ត្រីឬពីសមាជិកព្រឹទ្ធសភាចំនួន1/3យ៉ាងតិចព្រឹទ្ធសភាក៏ប្រជុំជាវិសាមញ្ញមាត្រា108ថ្មីនៅចន្លោះសម័យប្រជុំរបស់ព្រឹទ្ធសភាគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាទទួលភារកិច្ចចាត់ចែងការងារគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភារួមមានប្រធានព្រឹទ្ធសភាអនុប្រធានព្រឹទ្ធសភានិងប្រធានគណៈកម្មការទាំងអស់របស់ព្រឹទ្ធសភាមាត្រា109ថ្មីសម័យប្រជុំព្រឹទ្ធសភាត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសាលប្រជុំរបស់ព្រឹទ្ធសភាលើកលែងតែមានការសម្រេចផ្សេងចុះក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈតម្រូវក្រៅពីករណីខាងលើនិងក្រៅពីកន្លែងនិងការបដិឆេទដែលកំណត់ក្នុងសេចក្តីអញ្ជើញការប្រជុំណាក៏ដោយរបស់ព្រឹទ្ធសភាត្រូវតកជាខុសច្បាប់ហើយអាសាសូន្យពេញលក្ខណៈមាត្រា110ថ្មីប្រធានព្រឹទ្ធសភាដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភាទទួលអញ្ញត្តិច្បាប់និងសេចក្តីសម្រេចចិត្តទាំងឡាយដែលព្រឹទ្ធសភាបានអនុម័តរ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភានិងចាត់ចែងការតាក់ទងអន្តរជាតិទាំងឡាយរបស់ព្រឹទ្ធសភាក្នុងករណីដែលប្រធានព្រឹទ្ធសភាមានធុរៈមិនអាចបំពេញមុខងារបានដោយហេតុមកពីមានជំងឺឬបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី
ឬជាព្រះរាជានុសិទ្ធឬបំពេញបេសកកម្មនៅបរទេសអនុប្រធានប្រសិទ្ធភាពមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួសក្នុងករណីដែលប្រធានឬអនុប្រធានប្រសិទ្ធភាពលាលែងពីមុខតំណែងឬទទួលអនិច្ចកម្មប្រសិទ្ធភាពត្រូវបោះឆ្នោតជ្រើសតាំងប្រធានឬអនុប្រធានថ្មីមាត្រា111ថ្មី2ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើសុំពីប្រធានឬពីសមាជិកចំនួន1/10យ៉ាងតិចពីព្រះមហាក្សត្រពីនាយករដ្ឋមន្ត្រីឬពីប្រធានរដ្ឋសភាការប្រជុំព្រឹទ្ធសភានឹងយកជាការបានលុះត្រាតែមានកគោរមលើសពី2/3នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឲ្យយកមតិភាគច្រើន2/3នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលខគោរមលើសពីពាក់កណ្ដាលនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឲ្យយកមតិភាគច្រើនដោយព្រៀបឬយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលចំនួនសម្លេងដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រមហើយដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរមាត្រា112ថ្មីព្រឹទ្ធសភាមានភារកិច្ចសម្រាប់សម្រួលការងាររវាងរដ្ឋសភានិងរដ្ឋាភិបាលមាត្រា113ថ្មីព្រឹទ្ធសភាពិនិត្យហើយឲ្យយោបល់ក្នុងរយៈពេល1ខែយ៉ាងយូរលើសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយព្រមទាំងលើបញ្ហាទាំងពួងដែលរដ្ឋសភាបានដាក់ឲ្យពិនិត្យបើជាការប្រញាប់រយៈពេលនោះត្រូវបន្ថយមកនៅត្រឹមតែ5ថ្ងៃបើព្រឹទ្ធសភាបានឲ្យយោបល់យល់ព្រមឬពុំបានឲ្យយោបល់សោះក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយនោះនឹងត្រូវបានយកទៅប្រកាសឲ្យប្រើបើព្រឹទ្ធសភាសូមឲ្យកែសម្រួលសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់នោះរដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទី2រដ្ឋសភាត្រូវពិនិត្យនិងសម្រេចតែត្រង់បទបញ្ញត្តិឬចំណុចណាដែលព្រឹទ្ធសភាសូមឲ្យកែសម្រួលដោយបដិសេធចោលទាំងមូលឬទុកជាបានការខ្លះការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភានិងរដ្ឋសភាត្រូវធ្វើតែក្នុងរយៈពេល1ខែរយៈពេលនេះត្រូវបន្ថយមកត្រឹម10ថ្ងៃបើត្រូវពិនិត្យសម្រេចពីថវិកាជាតិនិងហិរញ្ញវត្ថុហើយមកត្រឹមតែ2ថ្ងៃបើជាការប្រញាប់បើរដ្ឋសភាទុកឲ្យហួសរយៈពេលកំណត់ឬពន្យាពេលដែលកំណត់ទុកសម្រាប់ពិនិត្យនោះរយៈពេលជាគោលការណ៍សម្រាប់រដ្ឋសភានិងព្រឹទ្ធសភាត្រូវបន្ថែមឲ្យស្មើគ្នាដែរបើព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់នោះជាអាសាបង់រដ្ឋសភាមិនអាចនឹងយកមកពិចារណាជាលើកទី2បានមុនរយៈពេល1ខែទេរយៈពេលនេះត្រូវបន្ថយមកត្រឹម15ថ្ងៃបើពិនិត្យពីថវិកាជាតិនិងហិរញ្ញវត្ថុហើយមកត្រឹមតែ4ថ្ងៃបើជាការប្រញាប់ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ជាលើកទី2នេះរដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហនិងយកមកតាមមតិភាគច្រើនដាច់ខាតសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ណាដែលបានសម្រេចដោយខាងលើនេះហើយនោះនឹងត្រូវបានយកទៅប្រកាសឲ្យប្រើមាត្រា114ថ្មី1ព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗដែលចាំបាច់ការរៀបចំនិងការប្រព្រឹត្តទៅនៃព្រឹទ្ធសភានឹងកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភាបទបញ្ជាផ្ទៃក្នុងនេះត្រូវអនុម័តយល់ព្រមដោយសម្លេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលមាត្រា115ថ្មីក្នុងករណីមានសមាជិកព្រឹទ្ធសភាទទួលអនិច្ចកម្មលាលែងឬប្រឆាចសមាជិកភាពដែលកើតមានឡើង6ខែយ៉ាងតិចមុនចប់នីតិកាលត្រូវចាត់តាំងឬជ្រើសតាំងជំនួសសមាជិកនោះតាមលក្ខខណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភានិងក្នុងច្បាប់ស្តីពីការចាត់តាំងនិងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជំពូកទី9ថ្មីអំពីសមាជរដ្ឋសភានិងព្រឹទ្ធសភាមាត្រា116ថ្មីក្នុងករណីចាំបាច់រដ្ឋសភានិងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិមាត្រា117ថ្មីបញ្ហាសំខាន់ៗរបស់ប្រទេសជាតិដូចមានចែងក្នុងមាត្រា116ថ្មីខាងលើព្រមទាំងការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជនឹងត្រូវកំណត់ក្នុងច្បាប់មួយជំពូកទី10ថ្មីអំពីរាជរដ្ឋាភិបាលមាត្រា118ថ្មី1គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាគណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូបអមដោយឧបនាយករដ្ឋមន្ត្រីព្រមទាំងមានទេសរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីជាសមាជិកមាត្រា119ថ្មី2តាមសេចក្តីស្នើពីគណៈបកដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភាព្រះមហាក្សត្រទ្រង់ចាត់តាំងវរៈជនមួយរូបជានាយករដ្ឋមន្ត្រីឲ្យបង្កើតរាជរដ្ឋាភិបាល
សេចក្តីស្នើពីគណៈបកដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភានេះត្រូវចម្លងជូនប្រធានរដ្ឋសភាវរៈជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីនេះត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់និងដែលត្រូវបានជ្រើសរើសចេញពីគណៈបកដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភាវរៈជនដែលត្រូវបានចាត់តាំងនេះនាំសហការីដែលជាតំណាងរាស្ត្រឬជាសមាជិកគណៈបកតំណាងនៅក្នុងរដ្ឋសភាដែលផ្គូផ្គងឲ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភាការបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តនេះត្រូវធ្វើលើបញ្ជីសមាជិកនៃគណៈរដ្ឋមន្ត្រីទាំងមូលកាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូលមុនចូលកាន់តំណែងគណៈរដ្ឋមន្ត្រីត្រូវធ្វើសច្ចាប្រណិធានដោយមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី6នៅពេលផុតនីតិកាលនីមួយៗរបស់រដ្ឋសភារាជរដ្ឋាភិបាលដែលត្រូវចេញតំណែងមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះរហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែងមាត្រា120ថ្មីមាត្រា101ចាស់មុខងារនៃសមាជិករាជរដ្ឋាភិបាលមានវិសមត្ថភាពនិងសកម្មភាពខាងវិជ្ជាជីវៈផ្នែកពាណិជ្ជកម្មឬឧស្សាហកម្មហើយនឹងការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈមាត្រា121ថ្មីមាត្រា102ចាស់សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នាចំពោះរដ្ឋសភាអំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាលសមាជិកមួយរូបនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួនចំពោះនាយករដ្ឋមន្ត្រីនិងចំពោះរដ្ឋសភាអំពីការដែលខ្លួនបានប្រព្រឹត្តមាត្រា122ថ្មីមាត្រា103ចាស់សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលមិនអាចយកសំអាងនៃសេចក្តីបង្គាប់ដោយលាយលក្ខណ៍អក្សរឬដោយវិចារអំពីនរណាមួយដើម្បីដោះសារឲ្យរួចខ្លួនពីការទទួលខុសត្រូវរបស់ខ្លួនបានឡើយមាត្រា123ថ្មីមាត្រា104ចាស់គណៈរដ្ឋមន្ត្រីត្រូវប្រជុំរាល់សប្តាហ៍ជាប្រជុំធំឬជាប្រជុំពិនិត្យស្រាវជ្រាវអង្គប្រជុំធំត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបានកំណត់ហេតុនៃអង្គប្រជុំទាំងអស់របស់គណៈរដ្ឋមន្ត្រីត្រូវផ្ញើថ្វាយព្រះមហាក្សត្រទ្រង់ជ្រាបមាត្រា124ថ្មីមាត្រា105ចាស់នាយករដ្ឋមន្ត្រីអាចរំលែកអំណាចរបស់ខ្លួនទៅឲ្យឧបនាយករដ្ឋមន្ត្រីឬសមាជិកណាមួយនៃរាជរដ្ឋាភិបាលបានមាត្រា125ថ្មី1ក្នុងករណីដែលនាយករដ្ឋមន្ត្រីអវត្តមានមួយកាលមួយគ្រានាយករដ្ឋមន្ត្រីត្រូវចាត់តាំងឧបនាយករដ្ឋមន្ត្រីមួយរូបឲ្យធ្វើជានាយករដ្ឋមន្ត្រីស្ដីទីដើម្បីទទួលភារកិច្ចដឹកនាំគណៈរដ្ឋមន្ត្រីជំនួសជាបណ្ដោះអាសន្នបើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរដោយហេតុជាអាចមកពីការទទួលអនិច្ចកម្មឬការលាលែងពីមុខតំណែងគណៈរដ្ឋមន្ត្រីថ្មីមួយត្រូវតែងតាំងជាបន្ទាន់ក្នុងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះប្រធានរដ្ឋសភាត្រូវកោះប្រជុំរដ្ឋសភាជាបន្ទាន់និងត្រូវធ្វើចំណាត់ការចាំបាច់ដទៃទៀតដោយរួសរាន់ក្នុងរយៈវេលា7ថ្ងៃយ៉ាងយូរបន្ទាប់ពីបានទទួលសំណើពីគណៈបកដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភាក្នុងករណីតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរដែលហេតុមកពីការទទួលអនិច្ចកម្មគណៈរដ្ឋមន្ត្រីដែលត្រូវចេញពីតំណែងក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រីដែលទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីស្ដីទីមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះរហូតដល់មានគណៈរដ្ឋមន្ត្រីថ្មីចូលកាន់តំណែងការលាលែងពីមុខតំណែងរបស់នាយករដ្ឋមន្ត្រីត្រូវធ្វើឡើងតាមលិខិតលាលែងពីមុខតំណែងដែលត្រូវផ្ញើថ្វាយព្រះមហាក្សត្រនិងចម្លងជូនប្រធានរដ្ឋសភាក្នុងករណីនេះគណៈរដ្ឋមន្ត្រីដែលត្រូវចេញពីតំណែងត្រូវបន្តដឹកនាំការងាររបស់រាជរដ្ឋាភិបាលរហូតដល់គណៈរដ្ឋមន្ត្រីថ្មីចូលកាន់តំណែងមាត្រា126ថ្មីមាត្រា107ចាស់សមាជិកមួយរូបនៃរាជរដ្ឋាភិបាលត្រូវទទួលទណ្ឌកម្មពីបទឧក្រិដ្ឋឬបទមជ្ឈិមដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញការងាររបស់ខ្លួនក្នុងករណីនេះនិងក្នុងករណីធ្វើខុសជាទម្ងន់ក្នុងការបំពេញការងាររបស់ខ្លួនរដ្ឋសភាអាចសម្រេចប្តឹងទៅតុលាការមានសមត្ថកិច្ចរដ្ឋសភាសម្រេចក្នុងរឿងនេះដោយវិធីបោះឆ្នោតជាសម្ងាត់តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូលមាត្រា127ថ្មីមាត្រា108ចាស់ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីនឹងត្រូវកំណត់ក្នុងច្បាប់មួយជំពូកទី11ថ្មីអំពីអំណាចតុលាការមាត្រា128ថ្មីមាត្រា109ចាស់អំណាចតុលាការជាអំណាចឯករាជ្យអំណាចតុលាការធានារក្សាអនាគតនិងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ
អំណាចតុលាការគ្របដណ្ដប់ទៅលើរឿងក្តីទាំងអស់រួមទាំងរឿងក្តីរដ្ឋបាលផងអំណាចនេះត្រូវប្រគល់ឲ្យតុលាការកំពូលនិងសាលាជម្រះក្តីគ្រប់ផ្នែកនិងគ្រប់ជាន់ថ្នាក់មាត្រា129ថ្មីមាត្រា110ចាស់ការជម្រះក្តីផ្ដល់យុត្តិធម៌ត្រូវធ្វើក្នុងនាមជាប្រជារាស្ត្រខ្មែរតាមនីតិវិធីនិងច្បាប់ជាធរមានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្តីចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់និងឲ្យអស់ពីដួងចិត្តនិងសម្បញ្ញៈរបស់ខ្លួនមាត្រា130ថ្មីមាត្រា111ចាស់គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយមាត្រា131ថ្មីមាត្រា112ចាស់មានតែអង្គការអัยការទេដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញាមាត្រា132ថ្មីមាត្រា113ចាស់ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះមាត្រា133ថ្មីមាត្រា114ចាស់ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេប៉ុន្តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់ដាក់វិន័យលើចៅក្រមដែលបានប្រព្រឹត្តខុសមាត្រា134ថ្មីមាត្រា115ចាស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនឹងត្រូវបង្កើតដោយច្បាប់រៀបចំអង្គការមួយដែលនឹងកំណត់សមាជិកនិងមុខងារឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រព្រះមហាក្សត្រព្រះអង្គទ្រង់អាចចាត់តាំងព្រះរាជតំណាងម្នាក់របស់ព្រះអង្គឲ្យធ្វើជាអធិបតីនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងចៅក្រមនិងព្រះរាជអាជ្ញាអមសាលាជម្រះក្តីទាំងអស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងមុខការដាក់វិន័យចំពោះចៅក្រមនិងព្រះរាជអាជ្ញាត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធានតុលាការកំពូលឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូលអាស្រ័យដោយករណីតាក់ទងនឹងចៅក្រមឬព្រះរាជអាជ្ញាមាត្រា135ថ្មីមាត្រា116ចាស់លក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញានិងការរៀបចំអង្គការតុលាការនឹងត្រូវកំណត់ក្នុងច្បាប់ដោយឡែកពីគ្នាជំពូកទី12ថ្មីអំពីក្រមប្រឹក្សាធម្មនុញ្ញមាត្រា136ថ្មីក្រមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញបកស្រាយរដ្ឋធម្មនុញ្ញនិងច្បាប់ដែលរដ្ឋសភាបានអនុម័តនិងប្រសិទ្ធភាពបានពិនិត្យចប់សពគ្រប់ហើយក្រមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យនិងសម្រេចអំពីករណីវិវាទកម្មតាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាមាត្រា137ថ្មី1ក្រមប្រឹក្សាធម្មនុញ្ញមានសមាជិក9រូបដែលទទួលអាណត្តិ9ឆ្នាំសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន1/3ត្រូវផ្លាស់ថ្មីក្នុងរយៈពេល3ឆ្នាំម្ដងសមាជិក3រូបត្រូវតែងតាំងដោយព្រះមហាក្សត្រ3រូបត្រូវជ្រើសតាំងដោយរដ្ឋសភាហើយ3រូបទៀតត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញពីក្នុងចំណោមសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលមានសញ្ជាតិខ្មែរពីកំណើតនិងមានសញ្ជាតិខ្មែរតែមួយគត់ប្រធានមានសម្លេងឧត្តមានុភាពក្នុងករណីបែកសម្លេងជា2ស្មើគ្នាមាត្រា138ថ្មីមាត្រា119ចាស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវជ្រើសរើសក្នុងចំណោមឥស្សរជនដែលមានសញ្ញាបត្រចាប់ពីឧត្តមសិក្សាទៅខាងច្បាប់ខាងរដ្ឋបាលខាងការទូតឬខាងសេដ្ឋកិច្ចហើយមានពិសោធន៍ច្រើនក្នុងការងារមាត្រា139ថ្មីមុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមត្ថភាពនិងមុខងារសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភាសមាជិករាជរដ្ឋាភិបាលចៅក្រមក្នុងតំណែងការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈប្រធានឬអនុប្រធានគណៈបកនយោបាយប្រធានឬអនុប្រធានសហជីពមាត្រា140ថ្មីព្រះមហាក្សត្រនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភាតំណាងរាស្ត្រចំនួន1/10ប្រធានព្រឹទ្ធសភាឬសមាជិកព្រឹទ្ធសភាចំនួន1/4អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័តទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមុននឹងច្បាប់នោះត្រូវប្រកាសឲ្យប្រើបទបញ្ជាផ្ទៃក្នុងរដ្ឋសភាបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានិងច្បាប់រៀបចំអង្គការទាំងឡាយត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមុននឹងប្រកាសឲ្យប្រើក្រុមប្រឹក្សាធម្មនុញ្ញត្រូវសម្រេចក្នុងរយៈពេល30ថ្ងៃយ៉ាងយូរថាតើច្បាប់បទបញ្ជាផ្ទៃក្នុងរដ្ឋសភានិងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាខាងលើស្របឬមិនស្របនឹងរដ្ឋធម្មនុញ្ញមាត្រា141ថ្មីក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសឲ្យប្រើព្រះមហាក្សត្រប្រធានព្រឹទ្ធសភា
ប្រធានរដ្ឋសភានាយករដ្ឋមន្ត្រីសមាជិកប្រសិទ្ធិចំនួន1/4តំណាងរាស្ត្រចំនួន1/10ឬតុលាការអាចសូមឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់នោះប្រជារាស្ត្រមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាពនៃច្បាប់បានតាមរយៈតំណាងរាស្ត្រឬប្រធានរដ្ឋសភាឬសមាជិកប្រសិទ្ធិឬប្រធានប្រសិទ្ធិដោយមានចែងក្នុងវគ្គខណ្ឌខាងលើមាត្រា142ថ្មីមាត្រា123ចាស់បទបញ្ញត្តិក្នុងមាត្រាណាដែលក្រមប្រឹក្សាធម្មនុញ្ញប្រកាសថាមិនស្របនឹងរដ្ឋធម្មនុញ្ញមិនអាចយកទៅប្រកាសឲ្យប្រើឬយកទៅអនុវត្តបានឡើយសេចក្តីសម្រេចរបស់ក្រមប្រឹក្សាធម្មនុញ្ញជាសេចក្តីសម្រេចបិទផ្លូវតវ៉ាមាត្រា143ថ្មីមាត្រា124ចាស់ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រមប្រឹក្សាធម្មនុញ្ញចំពោះសេចក្តីស្នើទាំងឡាយដែលសូមធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញមាត្រា144ថ្មីមាត្រា125ចាស់ច្បាប់រៀបចំអង្គការមួយនិងកំណត់ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រមប្រឹក្សាធម្មនុញ្ញជំពូកទី13ថ្មីអំពីការគ្រប់គ្រងរដ្ឋបាលមាត្រា145ថ្មី1ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជារាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់មាត្រា146ថ្មី1រាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់ត្រូវគ្រប់គ្រងតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់រៀបចំអង្គការជំពូកទី14ថ្មីអំពីសមាជជាតិមាត្រា147ថ្មីមាត្រា128ចាស់សមាជជាតិបើកឲ្យប្រជារាស្ត្រជ្រាបដោយផ្ទាល់អំពីកិច្ចការផ្សេងៗដែលជាប្រយោជន៍ជាតិនិងលើកបញ្ហានិងសំណូមពរជូនរដ្ឋអំណាចដោះស្រាយប្រជារាស្ត្រខ្មែរទាំងពីរភេទមានសិទ្ធិទៅចូលរួមក្នុងសមាជជាតិមាត្រា148ថ្មីមាត្រា129ចាស់សមាជជាតិប្រជុំមួយដងក្នុងមួយឆ្នាំនៅដើមខែធ្នូតាមការកក់អញ្ជើញរបស់នាយករដ្ឋមន្ត្រីសមាជជាតិប្រព្រឹត្តទៅក្រោមព្រះរាជធិបតីភាពនៃព្រះមហាក្សត្រមាត្រា149ថ្មីសមាជជាតិអនុម័តសំណូមពរជូនប្រសិទ្ធិជូនរដ្ឋសភានិងជូនរដ្ឋអំណាចពិចារណាការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជជាតិនឹងត្រូវកំណត់ក្នុងច្បាប់មួយជំពូកទី15ថ្មី2អំពីអង្គការរៀបចំការបោះឆ្នោតមាត្រា150ថ្មី2គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែងនិងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកប្រសិទ្ធិនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រព្រមទាំងការបោះឆ្នោតផ្សេងទៀតតាមការកំណត់នៃច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យនិងអព្យាក្រឹតដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបកមុខងារជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានវិសមត្ថភាពជាមួយការបំពេញមុខតំណែងក្នុងមុខងារសាធារណៈនិងជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអាចធ្វើជាសមាជិកនៃគណៈបកនយោបាយឬធ្វើជាអ្នកដឹកនាំនៃអង្គការមិនមែនរដ្ឋាភិបាលសមាគមសហជីពឬក្រុមហ៊ុនពាណិជ្ជកម្មណាមួយបានឡើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានថវិកាស្វយ័តសម្រាប់ដំណើរការមាត្រា151ថ្មី2គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសមាជិកភាព9រូបដែលទទួលអាណត្តិ5ឆ្នាំសមាជិកភាព4រូបត្រូវជ្រើសរើសដោយគណៈបកដឹកនាំរាជរដ្ឋាភិបាល4រូបត្រូវជ្រើសរើសដោយគណៈបកមានអាសនៈក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាលនិង1រូបត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណៈបកទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រូវដំណើរការរៀបចំឲ្យមានការជ្រើសរើសដោយបើកចំហនិងដំណាភាពនៅសមាជិកភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារៀបចំបញ្ជីសមាជិកភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដាក់ជូនរដ្ឋសភាដើម្បីបោះឆ្នោតទុកចិត្តតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូលសមាជិកភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែងតាំងដោយព្រះរាជក្រឹត្យក្នុងករណីសមាជិកណាមួយនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាត់បង់សមាជិកភាពរបស់ខ្លួនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រូវចាត់នីតិវិធីជ្រើសរើសសមាជិកភាពថ្មីជំនួសក្នុងរយៈពេលយ៉ាងយូរ15ថ្ងៃគិតពីថ្ងៃបាត់បង់សមាជិកភាពនីតិវិធីលម្អិតនៃការជ្រើសរើសសមាជិកភាពថ្មីជំនួសត្រូវកំណត់ដោយឡែកក្នុងច្បាប់ក្នុងករណីដែលខកខានមិនបានរៀបចំសមាជិកភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសមាជិកភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានស្រាប់
ត្រូវអនុវត្តការងាររបស់ខ្លួនបន្តទៀតនិងមានសមត្ថកិច្ចដើម្បីចាត់ចែងរៀបចំការបោះឆ្នោតតាមច្បាប់ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងត្រូវកំណត់ក្នុងច្បាប់មួយជំពូកទី16ថ្មី2អំពីអនុភាពការសាររើនិងវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា152ថ្មី2មាត្រា150ថ្មីរដ្ឋធម្មនុញ្ញនេះជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាច្បាប់និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាតមាត្រា153ថ្មី2មាត្រា151ថ្មីការផ្ដើមគំនិតសាររើឬការផ្ដើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្ររបស់នាយករដ្ឋមន្ត្រីនិងរបស់ប្រធានរដ្ឋសភាតាមសេចក្តីស្នើរបស់តំណាងរាស្ត្រ1/4នៃចំនួនសមាជិករដ្ឋសភាទាំងមូលការសាររើឬវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយដែលអនុម័តដោយរដ្ឋសភាតាមមតិភាគច្រើន2/3នៃចំនួនសមាជិករដ្ឋសភាទាំងមូលមាត្រា154ថ្មី2មាត្រា152ថ្មីការសាររើឬវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវហាមឃាត់មិនឲ្យធ្វើនៅពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្នដោយមានចែងក្នុងមាត្រា86មាត្រា155ថ្មី2មាត្រា153ថ្មីការសាររើឬវិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើបានឡើយកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបកនិងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញជំពូកទី17ថ្មីអំពីអន្តរបញ្ញត្តិមាត្រា156ថ្មី2មាត្រា154ថ្មីរដ្ឋធម្មនុញ្ញនេះក្រោយពីបានទទួលការអនុម័តត្រូវបានប្រកាសឲ្យចូលជាធរមានភ្លាមដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមាត្រា157ថ្មី2មាត្រា155ថ្មីក្រោយពេលរដ្ឋធម្មនុញ្ញនេះចូលជាធរមានសភាធម្មនុញ្ញត្រូវคล้ายទៅជារដ្ឋសភាបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាត្រូវចូលជាធរមានក្រោយទទួលបានការអនុម័តពីរដ្ឋសភាក្នុងករណីដែលរដ្ឋសភាមិនទាន់ចាប់ដំណើរការបានប្រធានអនុប្រធានទី1និងអនុប្រធានទី2នៃសភាធម្មនុញ្ញនឹងចូលរួមបំពេញភារកិច្ចក្នុងក្រុមប្រឹក្សារាជសម្បត្តិបើសភាពការក្នុងប្រទេសទាមទារមាត្រា158ថ្មី2មាត្រា156ថ្មីក្រោយរដ្ឋធម្មនុញ្ញនេះចូលជាធរមានព្រះមហាក្សត្រជ្រើសតាំងតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា13ថ្មីនិង14មាត្រា159ថ្មី2មាត្រា157ថ្មីនីតិកាលទី1នៃព្រឹទ្ធសភាមានកំណត់5ឆ្នាំហើយត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែងសម្រាប់នីតិកាលទី1នៃព្រឹទ្ធសភាសមាជិកព្រឹទ្ធសភាមានចំនួនសរុប61រូបព្រះមហាក្សត្រទ្រង់តែងតាំងសមាជិកព្រឹទ្ធសភា2រូបព្រមទាំងប្រធានអនុប្រធានទី1អនុប្រធានទី2នៃព្រឹទ្ធសភាសមាជិកដទៃទៀតនៃព្រឹទ្ធសភាត្រូវបានតែងតាំងដោយព្រះមហាក្សត្រតាមសំណើរបស់ប្រធានព្រឹទ្ធសភានិងប្រធានរដ្ឋសភាក្នុងចំណោមសមាជិកនៃគណៈបកដែលមានអាសនៈនៅក្នុងរដ្ឋសភាកិច្ចប្រជុំជាសមាជរដ្ឋសភានិងព្រឹទ្ធសភាត្រូវដឹកនាំដោយសហប្រធានមាត្រា160ថ្មី2មាត្រា158ថ្មីច្បាប់និងលិខិតបទដ្ឋានទាំងអស់នៅកម្ពុជាដែលធានាការពារបាននូវទ្រព្យសម្បត្តិរដ្ឋសិទ្ធិសេរីភាពនិងទ្រព្យសម្បត្តិត្រឹមត្រូវតាមច្បាប់របស់បុគ្គលនិងដែលសមស្របនឹងប្រយោជន៍ជាតិត្រូវមានអានុភាពអនុវត្តបន្តទៅមុខទៀតរហូតដល់មានអត្ថបទថ្មីមកកែប្រែឬលុបចោលលើកលែងតែបទបញ្ញត្តិណាដែលផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញនេះរដ្ឋធម្មនុញ្ញនេះត្រូវបានសភាធម្មនុញ្ញអនុម័តនៅភ្នំពេញថ្ងៃទី21ខែកញ្ញាឆ្នាំ1993នាសម័យប្រជុំពេញអង្គលើកទី2ភ្នំពេញថ្ងៃទី21ខែកញ្ញាឆ្នាំ1993ប្រធានសឿនសានឧបសម្ព័ន្ធទី1តុងជាតិឧបសម្ព័ន្ធទី2ភ្លេងជាតិនគររាជ1សូមពួកទេព្តារក្សាមហាក្សត្រយើងឲ្យបានរុងរឿងដោយជ័យមង្គលសិរីសួស្តីយើងខ្ញុំព្រះអង្គសូមច្រកក្រោមម្លប់ព្រះបារមីនៃព្រះនរោបតីវង្សក្សត្រាដែលសាងប្រាសាទថ្មគ្រប់គ្រងដែនខ្មែរបុរាណថ្កើងថ្កាន2ប្រាសាទសីលាកំបាំងកណ្ដាលព្រៃគួរឲ្យស្រមៃនឹកដល់យស័កមហានគរជាតិខ្មែរដូចថ្មគង់វង្សនៅល្អរឹងពឹងចំហយើងសង្ឃឹមពោភ័ព្វព្រេងសំណាងរបស់កម្ពុជាមហារដ្ឋកើតមានយូរអង្វែងហើយ3គ្រប់វត្តអារាមឮតែសូរស័ព្ទធម៌សូត្រដោយអំណរ
រំលឹកគុណពុទ្ធសាសនាចូលយើងជាអ្នកជឿជាក់ស្មោះស្ម័គ្រតាមបែបដូនតាគង់តែទេវតានឹងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៍ឲ្យដល់ប្រទេសខ្មែរជាមហានគរឧបសម្ព័ន្ធទី3សញ្ញាជាតិឧបសម្ព័ន្ធទី4សច្ចាប្រណិធាននៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាខ្ញុំតាំងសច្ចាថានឹងប្រព្រឹត្តតាមរដ្ឋធម្មនុញ្ញនិងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋនិងប្រជារាស្ត្រឧបសម្ព័ន្ធទី5សច្ចាប្រណិធានទូលព្រះបង្គំយើងខ្ញុំប្រធានអនុប្រធាននិងសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រព្រះភ័ក្ត្រនៃសម្ដេចព្រះសង្ឃរាជនិងទេវតារក្សាស្វេតឆ័ត្រដូចតទៅក្នុងពេលប្រតិបត្តិការតាមមុខតំណែងខ្លួននិងក្នុងការបំពេញបេសកកម្មដែលប្រជារាស្ត្រកម្ពុជាបានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់រូបទូលព្រះបង្គំយើងខ្ញុំសូមបដិញ្ញាគោរពរដ្ឋធម្មនុញ្ញបម្រើជានិច្ចទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនៅផលប្រយោជន៍របស់ប្រជារាស្ត្រប្រជាជាតិនិងមាតុភូមិកម្ពុជាទូលព្រះបង្គំយើងខ្ញុំសូមសច្ចាថាមិនកេងប្រវ័ញ្ចនៅផលប្រយោជន៍ជាតិសម្រាប់ផ្ទាល់ខ្លួនឬសម្រាប់គ្រួសារឬសម្រាប់បព្វពួកឬសម្រាប់ភាគីរៀងៗខ្លួនឡើយទូលព្រះបង្គំយើងខ្ញុំសូមបដិញ្ញាបដូរផ្ដាច់ហ៊ានបូជាជីវិតដើម្បីការពារជានិច្ចទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនៅឯករាជ្យភាពទាំងស្រុងនៃមាតុភូមិកម្ពុជាអធិបតេយ្យភាពជាតិពេញបរិបូរណ៍បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់នៅក្នុងព្រំដែនដីគោកនិងព្រំដែនសមុទ្រដែលកម្ពុជាធ្លាប់មានក្នុងចំនួនឆ្នាំ1963ដល់1969ឯកភាពជាតិហើយមិនអនុញ្ញាតឲ្យមានការបែងចែកឬការធ្វើអបគមណាមួយឡើយទូលព្រះបង្គំយើងខ្ញុំសូមបដិញ្ញារក្សាទុកជានិច្ចទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនៅអព្យាក្រឹតភាពនិងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជាហើយមិនអនុញ្ញាតជាដាច់ខាតឲ្យជនណាក៏ដោយដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជាឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិនិងអន្តរជាតិរបស់កម្ពុជាបានឡើយទូលព្រះបង្គំយើងខ្ញុំមិនបម្រើជាដាច់ខាតនៅផលប្រយោជន៍បរទេសហើយធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ត្រប្រជាជាតិនិងមាតុភូមិកម្ពុជាឡើយក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិនិងអន្តរជាតិទូលព្រះបង្គំយើងខ្ញុំនឹងបំបត្តិចោលទាំងស្រុងនៅអំពើហិង្សាគ្រប់បែបយ៉ាងប៉ុន្តែព្រះរាជាណាចក្រកម្ពុជាសូមរក្សាទុកនៅសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅដើម្បីការពារជាតិមាតុភូមិខ្លួនទូលព្រះបង្គំយើងខ្ញុំសូមបដិញ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនៅលទ្ធិប្រជាធិបតេយ្យសេរីនិយមដែលមានរបបសភានិងពហុបកព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្សដោយមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សទូលព្រះបង្គំយើងខ្ញុំសូមបដិញ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាងប្រឆាំងអយុត្តិធម៌សង្គមហើយតស៊ូដើម្បីផ្សះផ្សាជាតិដើម្បីឯកភាពជាតិដើម្បីសន្តិភាពសង្គមនិងសន្តិភាពជាតិដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជានិងដើម្បីភាពរុងរឿងថ្កើងថ្កាននៃមាតុភូមិកម្ពុជាជាទីគោរពសក្ការៈនិងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូបឧបសម្ព័ន្ធទី6សច្ចាប្រណិធានទូលព្រះបង្គំយើងខ្ញុំនាយករដ្ឋមន្ត្រីនិងសមាជិករាជរដ្ឋាភិបាលសូមធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រព្រះភ័ក្ត្រនៃសម្ដេចព្រះសង្ឃរាជនិងទេវតារក្សាស្វេតឆ័ត្រដូចតទៅក្នុងពេលប្រតិបត្តិការតាមមុខតំណែងខ្លួននិងក្នុងការបំពេញបេសកកម្មដែលប្រជារាស្ត្រកម្ពុជាបានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់រូបទូលព្រះបង្គំយើងខ្ញុំសូមបដិញ្ញាគោរពរដ្ឋធម្មនុញ្ញបម្រើជានិច្ចទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនៅផលប្រយោជន៍របស់ប្រជារាស្ត្រប្រជាជាតិនិងមាតុភូមិកម្ពុជាទូលព្រះបង្គំយើងខ្ញុំសូមសច្ចាថាមិនកេងប្រវ័ញ្ចនៅផលប្រយោជន៍ជាតិសម្រាប់ផ្ទាល់ខ្លួនឬសម្រាប់គ្រួសារឬសម្រាប់បព្វពួកឬសម្រាប់ភាគីរៀងៗខ្លួនឡើយទូលព្រះបង្គំយើងខ្ញុំសូមបដិញ្ញាបដូរផ្ដាច់ហ៊ានបូជាជីវិតដើម្បីការពារជានិច្ចទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនៅឯករាជ្យភាពទាំងស្រុងនៃមាតុភូមិកម្ពុជាអធិបតេយ្យភាពជាតិពេញបរិបូរណ៍បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់នៅក្នុងព្រំដែនដីគោកនិងព្រំដែនសមុទ្រដែលកម្ពុជាធ្លាប់មានក្នុងចំនួនឆ្នាំ1963ដល់1969ឯកភាពជាតិហើយមិនអនុញ្ញាតឲ្យមានការបែងចែក
ឬការធ្វើអបគមណាមួយឡើយទូលព្រះបង្គំយើងខ្ញុំសូមបដិញ្ញារក្សាទុកជានិច្ចទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនៅអព្យាក្រឹតភាពនិងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជាហើយមិនអនុញ្ញាតជាដាច់ខាតឲ្យជនណាក៏ដោយដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជាឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិនិងអន្តរជាតិរបស់កម្ពុជាបានឡើយទូលព្រះបង្គំយើងខ្ញុំមិនបម្រើជាដាច់ខាតនៅផលប្រយោជន៍បរទេសហើយធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ត្រប្រជាជាតិនិងមាតុភូមិកម្ពុជាឡើយក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិនិងអន្តរជាតិទូលព្រះបង្គំយើងខ្ញុំនឹងបំបត្តិចោលទាំងស្រុងនៅអំពើហិង្សាគ្រប់បែបយ៉ាងប៉ុន្តែព្រះរាជាណាចក្រកម្ពុជាសូមរក្សាទុកនៅសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅដើម្បីការពារជាតិមាតុភូមិខ្លួនទូលព្រះបង្គំយើងខ្ញុំសូមបដិញ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនៅលទ្ធិប្រជាធិបតេយ្យសេរីនិយមដែលមានរបបសភានិងពហុបកព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្សដោយមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សទូលព្រះបង្គំយើងខ្ញុំសូមបដិញ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាងប្រឆាំងអយុត្តិធម៌សង្គមហើយតស៊ូដើម្បីផ្សះផ្សាជាតិដើម្បីឯកភាពជាតិដើម្បីសន្តិភាពសង្គមនិងសន្តិភាពជាតិដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជានិងដើម្បីភាពរុងរឿងថ្កើងថ្កាននៃមាតុភូមិកម្ពុជាជាទីគោរពសក្ការៈនិងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូបឧបសម្ព័ន្ធទី7សច្ចាប្រណិធានទូលព្រះបង្គំយើងខ្ញុំប្រធានអនុប្រធាននិងសមាជិកប្រសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជាសូមធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រព្រះភ័ក្ត្រនៃសម្ដេចព្រះសង្ឃរាជនិងទេវតារក្សាស្វេតឆ័ត្រដូចតទៅក្នុងពេលប្រតិបត្តិការតាមមុខតំណែងខ្លួននិងក្នុងការបំពេញបេសកកម្មដែលប្រជារាស្ត្រកម្ពុជាបានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់រូបទូលព្រះបង្គំយើងខ្ញុំសូមបដិញ្ញាគោរពរដ្ឋធម្មនុញ្ញបម្រើជានិច្ចទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនៅផលប្រយោជន៍របស់ប្រជារាស្ត្រប្រជាជាតិនិងមាតុភូមិកម្ពុជាទូលព្រះបង្គំយើងខ្ញុំសូមសច្ចាថាមិនកេងប្រវ័ញ្ចនៅផលប្រយោជន៍ជាតិសម្រាប់ផ្ទាល់ខ្លួនឬសម្រាប់គ្រួសារឬសម្រាប់បព្វពួកឬសម្រាប់ភាគីរៀងខ្លួនឡើយទូលព្រះបង្គំយើងខ្ញុំសូមបដិញ្ញាបដូរផ្ដាច់ហ៊ានបូជាជីវិតដើម្បីការពារជានិច្ចទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនៅឯករាជ្យភាពទាំងស្រុងនៃមាតុភូមិកម្ពុជាអធិបតេយ្យភាពជាតិពេញបរិបូរណ៍បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់នៅក្នុងព្រំដែនដីគោកនិងព្រំដែនសមុទ្រដែលកម្ពុជាធ្លាប់មានក្នុងចំនួនឆ្នាំ1963ដល់1969ឯកភាពជាតិហើយមិនអនុញ្ញាតឲ្យមានការបែងចែកឬការធ្វើអបគមណាមួយឡើយទូលបង្គំយើងខ្ញុំសូមបដិញ្ញារក្សាទុកជានិច្ចទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនៅអព្យាក្រឹតភាពនិងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជាហើយមិនអនុញ្ញាតជាដាច់ខាតឲ្យជនណាមួយក៏ដោយដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជាឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិនិងអន្តរជាតិរបស់កម្ពុជាបានឡើយទូលព្រះបង្គំយើងខ្ញុំមិនបម្រើជាដាច់ខាតនៅផលប្រយោជន៍បរទេសហើយមិនធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ត្រប្រជាជាតិនិងមាតុភូមិកម្ពុជាឡើយក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិនិងអន្តរជាតិទូលព្រះបង្គំយើងខ្ញុំនឹងបំបត្តិចោលទាំងស្រុងនៅអំពើហិង្សាគ្រប់បែបយ៉ាងប៉ុន្តែព្រះរាជាណាចក្រកម្ពុជាសូមរក្សាទុកនៅសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅដើម្បីការពារជាតិមាតុភូមិខ្លួនទូលព្រះបង្គំយើងខ្ញុំសូមបដិញ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនៅលទ្ធិប្រជាធិបតេយ្យសេរីនិយមដែលមានរបបសភានិងពហុបកព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្សដោយមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សទូលព្រះបង្គំយើងខ្ញុំសូមបដិញ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាងប្រឆាំងអយុត្តិធម៌សង្គមហើយតស៊ូដើម្បីផ្សះផ្សាជាតិដើម្បីឯកភាពជាតិដើម្បីសន្តិភាពសង្គមនិងសន្តិភាពជាតិដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជានិងដើម្បីភាពរុងរឿងថ្កើងថ្កាននៃមាតុភូមិកម្ពុជាជាទីគោរពសក្ការៈនិងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូបគណៈកម្មការអចិន្ត្រៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញបានអនុម័តដោយសភាធម្មនុញ្ញនាសម័យប្រជុំពេញអង្គលើកទី1ថ្ងៃទី30ខែមិថុនាឆ្នាំ1993 1. ឯកឧត្តមសម្ដេចប្រធានសភាធម្មនុញ្ញឬឯកឧត្តមអនុប្រធានសភាធម្មនុញ្ញករណីសម្ដេចប្រធានអវត្តមានជាប្រធាន 2. ឯកឧត្តមចែមស្ងួនជាអនុប្រធាន 3. ឯកឧត្តមបណ្ឌិតតាវសេងហួរជាអ្នករាយការណ៍ 4. ឯកឧត្តមកាន់មនជាសមាជិក 5. ឯកឧត្តមគៀតឈុនជាសមាជិក 6. ឯកឧត្តមឈួរលៀងហួតជាសមាជិក 7. ឯកឧត្តមថៅពេញលាតជាសមាជិក 8.
ឯកឧត្តមសំរងស៊ីជាសមាជិក 9. អ្នកអង្គម្ចាស់ស៊ីសវត្តសេរីរដ្ឋជាសមាជិក 10. ឯកឧត្តមសឿនស៊ូប៊ែតជាសមាជិក 11. ឯកឧត្តមសោមច័ន្ទបុតជាសមាជិក 12. ឯកឧត្តមអ៊ុននឹងជាសមាជិក 13. ឯកឧត្តមលយសំឈៀងជាសមាជិក 14. ឯកឧត្តមជាមយៀបជាសមាជិកបម្រុង 15. ឯកឧត្តមប៉ុលហំជាសមាជិកបម្រុង 16. ឯកឧត្តមពូសុធីរៈជាសមាជិកបម្រុង 17. ឯកឧត្តមសសាអាតជាសមាជិកបម្រុង 18. ឯកឧត្តមអឹងគៀតជាសមាជិកបម្រុង 19. ឯកឧត្តមអុករ៉ាប៊ុនជាសមាជិកបម្រុង 20. ឯកឧត្តមអ៊ុងផនជាសមាជិកបម្រុង 21. ឯកឧត្តមឯកសំអុលជាសមាជិកបម្រុង 22. ឯកឧត្តមសាយបូរីជាអ្នកជំនាញការ 23. ឯកឧត្តមច័ន្ទសុកជាអ្នកជំនាញការ 24. ឯកឧត្តមឈូនអៀមជាអ្នកជំនាញការ 25. ឯកឧត្តមហេងវងប៊ុនឆាតជាអ្នកជំនាញការ 26. ឯកឧត្តមខៀវរ៉ាដាជាអ្នកជំនាញការកំណត់សម្គាល់យោងចំពុក7ប្រការ18ស្ដីពីការគណៈកម្មការនិងប្រធានគណៈកម្មការសភាធម្មនុញ្ញច្បាប់ធម្មនុញ្ញបន្ថែមសម្ដៅធានានៅដំណើរការជាប្រក្រតីនៃស្ថាប័នជាតិព្រះរាជក្រមយើងព្រះបាទសម្ដេចព្រះនរោត្តមសីហនុរាជហរិវង្សឧបតោសុជាតៈវិសុទ្ធពងศ์អគ្គមហាបរោះរដ្ឋនិករោត្តមធម្មឹកមហារាជាធិរាជបរមនាថបរមបុត្រព្រះចៅក្រុងកម្ពុជាធិបតីបានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់សម័យប្រជុំពេញអង្គលើកទី1នីតិកាលទី3នៃរដ្ឋសភានាថ្ងៃទី8ខែកក្កដាឆ្នាំ2004បានទ្រង់យល់សម័យប្រជុំពេញអង្គលើកទី9នីតិកាលទី1នៃប្រសិទ្ធិនាថ្ងៃទី12ខែកក្កដាឆ្នាំ2004យោងតាមសំណើចុះថ្ងៃទី12ខែកក្កដាឆ្នាំ2004របស់ព្រឹទ្ធសមាជិករដ្ឋសភានីតិកាលទី3ប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសម្ដៅធានានៅដំណើរការជាប្រក្រតីនៃស្ថាប័នជាតិដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី8ខែកក្កដាឆ្នាំ2004នាសម័យប្រជុំពេញអង្គលើកទី1នីតិកាលទី3ហើយដែលប្រសិទ្ធិបានឲ្យយោបល់យល់ព្រមកាលពីថ្ងៃទី12ខែកក្កដាឆ្នាំ2004នាសម័យប្រជុំពេញអង្គលើកទី9នីតិកាលទី1ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅច្បាប់ធម្មនុញ្ញបន្ថែមសម្ដៅធានានៅដំណើរការជាប្រក្រតីនៃស្ថាប័នជាតិមាត្រា1ច្បាប់ធម្មនុញ្ញនេះមានគោលដៅធានាក្នុងគ្រប់កាលៈទេសៈនៅដំណើរការល្អប្រសើរនៃស្ថាប័នជាតិដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យសេរីពហុបកសមស្របតាមតម្រូវការនៃភាពចាំបាច់មាត្រា2នៅដើមនីតិកាលថ្មីនីមួយៗរដ្ឋសភាក្រោមអធិបតីភាពព្រឹទ្ធសមាជិករដ្ឋសភាមុននឹងផ្ដើមការងាររបស់ខ្លួននិងក្រោយពេលសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកម្នាក់ៗអាចចាប់ផ្ដើមអនុម័តអត្ថបទដែលមានចរិតជារដ្ឋធម្មនុញ្ញឬច្បាប់ដើម្បីអនុម័តបាននៅគោលដៅដូចមានចែងក្នុងមាត្រា1អត្ថបទទាំងនេះក្រោយពីបានត្រូវទទួលការបោះឆ្នោតអនុម័តដោយរដ្ឋសភារួចហើយត្រូវតែបានទទួលជាបន្ទាន់នៅចំណាត់ការដោយរុះរាន់ពីសំណាក់ព្រឹទ្ធសមាជិករដ្ឋសភាតាមនីតិវិធីកំណត់សម្រាប់អត្ថបទទាំងនោះរហូតដល់ពេលដែលត្រូវបានប្រកាសឲ្យចូលជាធរមានមាត្រា3ថ្មី1ក្នុងករណីដែលឃើញថានីតិវិធីនៃមាត្រា82ថ្មី1និងមាត្រា119ថ្មី2នៃរដ្ឋធម្មនុញ្ញមិនអាចសម្រេចបានរដ្ឋសភាតាមសំណើរបស់គណៈបកដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភាអាចដំណើរការការបោះឆ្នោតជាកញ្ចប់ដើម្បីជ្រើសតាំងប្រធានអនុប្រធានរដ្ឋសភាក៏ដូចជាប្រធាននិងអនុប្រធានគណៈកម្មការក្នុងពេលជាមួយគ្នានឹងការផ្ដល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលមាត្រា4ថ្មី1ការរៀបចំបញ្ជីរាយនាមសមាជិកភាពដើម្បីបោះឆ្នោតជ្រើសតាំងនិងផ្ដល់សេចក្តីទុកចិត្តត្រូវអនុវត្តដូចតទៅបញ្ជីរាយនាមសមាជិកភាពប្រធាននិងអនុប្រធាននៃរដ្ឋសភាក៏ដូចជាប្រធាននិងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភាត្រូវរៀបចំនិងស្នើដោយគណៈបកនយោបាយដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភាហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភាប្រធានរដ្ឋសភាត្រូវជ្រើសរើសចេញពីសមាជិករដ្ឋសភាដែលមានសញ្ជាតិខ្មែរតែមួយគត់តាមសេចក្តីស្នើពីគណៈបកនយោបាយដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភាព្រះមហាក្សត្រទ្រង់ចាត់តាំងវរៈជនមួយរូបជានាយករដ្ឋមន្ត្រីឲ្យបង្កើតរាជរដ្ឋាភិបាលវរៈជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីនេះត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់និងដែលត្រូវបានជ្រើសរើសចេញពីគណៈបកនយោបាយដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភាវរៈជនដែលត្រូវបានចាត់តាំងនេះត្រូវរៀបចំផ្គូផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលរួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា
ប្រសមាជិករដ្ឋសភាត្រូវរៀបចំជាបន្ទាន់និងដោយអត់បង្អង់នៅបញ្ជីរាយនាមជាកញ្ចប់មួយដែលរួមមានសមាជិកប្រធាននិងអនុប្រធាននៃរដ្ឋសភាក៏ដូចជាប្រធាននិងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភាព្រមទាំងនាយករដ្ឋមន្ត្រីដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រនិងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាលដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោតប្រសមាជិករដ្ឋសភាត្រូវដឹកនាំប្រជុំរដ្ឋសភាដើម្បីបោះឆ្នោតអនុម័តបញ្ជីនេះជាបន្ទាន់ប្រសមាជិករដ្ឋសភាត្រូវបានជ្រើសរើសដោយកំណត់យកសមាជិករដ្ឋសភាដែលមានអាយុច្រើនជាងគេក្នុងចំណោមសមាជិករដ្ឋសភាទាំងអស់ក្នុងករណីដែលប្រសមាជិករដ្ឋសភារូបនេះមិនអាចអនុវត្តមុខងាររបស់ខ្លួនបានមុខតំណែងប្រសិទ្ធភាពសមាជិករដ្ឋសភាត្រូវប្រកល់ទៅសមាជិករដ្ឋសភាដទៃទៀតដែលមានអាយុច្រើនក្នុងលំដាប់បន្តបន្ទាប់មាត្រា5នៅក្នុងដំណើរការនៃការបោះឆ្នោតជាកញ្ចប់มันអាចជជែកពិភាក្សាអ្វីឡើយហើយក៏มันអាចមានការពន្យល់អំពីការបោះឆ្នោតនេះក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោតជាកញ្ចប់នេះដែរសមាជិករដ្ឋសភាត្រូវធ្វើការបោះឆ្នោតដោយបញ្ជាក់ថាព្រមឬមិនព្រមចំពោះបញ្ជីរាយនាមជាកញ្ចប់មួយដែលប្រសិទ្ធសមាជិករដ្ឋសភាបានដាក់ជូនការបោះឆ្នោតនេះត្រូវធ្វើឡើងដោយវិធីលើកដៃមាត្រា6ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែមការបោះឆ្នោតជាកញ្ចប់ខាងលើត្រូវយកតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូលក្នុងករណីការបោះឆ្នោតជុំទី1មិនបានសម្រេចនីតិវិធីដដែលនេះនឹងត្រូវអនុវត្តចំពោះការបោះឆ្នោតជុំក្រោយៗទៀតមាត្រា7ច្បាប់ធម្មនុញ្ញបន្ថែមនេះត្រូវបានប្រកាសជាការប្រញាប់និងយកមកអនុវត្តចាប់តាំងពីដើមនីតិកាលបច្ចុប្បន្ននេះទៅរាជធានីភ្នំពេញថ្ងៃទី13ខែកក្កដាឆ្នាំ2004ក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់ប្រមុខរដ្ឋស្ដីទីហត្ថលេខានិងព្រះរាជលេខាធិការញឹកប៊ុនឆៃបានយកសេចក្តីក្រាបបង្គំទូលថ្វាយសូមឡាយព្រះហស្ថលេខាព្រះមហាក្សត្រប្រសមាជិកនិងជាប្រធានអង្គប្រជុំរដ្ឋសភាហត្ថលេខាជា